ពុទ្ធសំដែងថាមានជីវិតគឺមានទុក្ខមិនចាំបាច់គិតអំពីរឿងមើលថែឬក៏ចិញ្ចឹមជីវិតនោះទេយើងគិតតែបច្ចុប្បន្នហ្នឹងឃើញនឹងភ្នែកស្រស់ដូចជាថៃមកឆ្លៀនពៀនខ្មែរយើងហើយត្រូវប្រជាជនភាសឹករាប់ម៉ឺននាក់អាហ្នឹងហើយហៅថាមានទុក្ខគឺត្រូវព្រាត់ប្រាសទីលំនៅឬក៏ធ្វើឲ្យគ្រួសារហ្នឹងមិនបានជួបជុំគ្នានឹងហើយហៅថាមានទុក្ខបើសិនជាមិនមានជីវិតធ្វើម៉េចនឹងមានរឿងទាំងអស់នោះកើតគឺអត់ពិបាកទេអាកន្លែងនឹងឯងដែលពពុទ្ធថាមានជីវិតគឺមានទុក្ខនឹងរឿងទាំងអស់នោះអ្នកខ្លះមិនបានរត់គេចខ្លួនឬក៏ពុតប្រាស់ទេក៏ប៉ុន្តែទុក្ខនៅក្នុងការចិញ្ចឹមមើលថែជីវិតនោះឯងទុក្ខលំបាកព្រោះតែរាងកាយនឹងឯងចឹងបានព្រះអង្គលោកប្រាប់ហេតុដែលធ្វើឲ្យបាត់ទុក្ខគឺត្រូវបញ្ឈប់ជីវិតនឹងឯងដើម្បីបញ្ឈប់ជីវិតបានគឺហេតុរបស់វាគឺតណ្ហាគឺការជាប់ជំពាក់នៅក្នុងអារម្មណ៍ទាំងឡាយកាលណាជាប់ជំពាក់នៅក្នុងអារម្មណ៍ទាំងឡាយវានាំឲ្យមានជីវិតនឹងឯងហើយសម្រាប់ដែលអាចធ្វើរឿងនឹងបានតើអ្នកទាំងឡាយយល់ស្ដាប់ហើយយល់ថាអញ្ចឹងមែនហើយរកផ្លូវឃើញហើយអ្នកខ្លះដែលស្ដាប់មិនយល់អំពីជីវិតថាជាទុក្ខនោះនៅពេលដែលមានទុក្ខមកដល់ដោះស្រាយមិនបានគិតខ្លីទៅសម្រាប់ខ្លួននឹងដោយសារមិនស្គាល់អំពីជីវិតជាទុក្ខនឹងឯងហើយខ្លះទៀតស្ដាប់ពធយល់ក៏បញ្ចប់ជីវិតខ្លួនឯងដែរព្រោះគិតថាជីវិតនឹងវាពិបាកក្នុងការមើលថែវាហត់នឿយក្នុងការរកអាហារវាទីបញ្ចប់វាស្លាប់ទៅវិញដដែលយល់ឃើញអញ្ចឹងក៏មានដែរអ្នកខ្លះយល់ធម៌តែបញ្ចប់ជីវិតទាំងពីរហ្នឹងគឺអត់ល្អទាំងពីរព្រោះព្រះអង្គលោកប្រាប់ផ្លូវឲ្យហើយដើម្បីដោះចេញអំពីជីវិតហ្នឹងផ្លូវគឺអថង្គិកមៈទាំង8ក៏រិយមៈអង្គ8នឹងឯងឬក៏ហៅមួយបែបទៀតថាសិលសមាធិបញ្ញាគឺផ្លូវនៅឯនោះតាបើយើងដឹងហើយយើងយល់ហើយគឺយើងបដិបត្តិសិលសមាធិបញ្ញាជាប្រចាំទៅថ្ងៃណាដោះបានថ្ងៃនោះទៅព្រោះជីវិតហ្នឹងវាមិនមែនជាយើងឯណាយើងមិនចាំបាច់ទៅខ្វាយខ្វល់រឿងថាវាកើតទុក្ខឬក៏មិនទុក្ខស្អីព្រោះដំណើរវាគឺវាអញ្ចឹងវាមានជីវិតដោយសារតែមានហេតុខាងដើមដែលយើងនៅជាប់ជំពាក់ចិត្តនៅជាប់ជំពាក់ក្នុងអារម្មណ៍ទាំងឡាយនោះឯងចិត្តឈប់ស្មើណាវាអស់ស្មើនឹងចិត្តដែលអស់ឬក៏វាជាប់ជំពាក់អានោះក៏វាមិនមែនជាយើងទៅទៀតវាត្រឹមតែជាចិត្តដែលវានៅមានអវិជ្ជាតែនៅមានអវិជ្ជាវាមាននៅសល់កិលេសដែលមិនទាន់អស់នោះឯងចឹងវាអស់ស្មើណាវានៅស្មើណាក៏តាមតែវាទៅគ្រាន់តែយើងស្ដាប់យល់ហើយដកយើងនៅក្នុងនងចេញទៅនឹងហើយជាផ្លូវដែលដោះចិត្តចេញពីជីវិតហ្នឹងឬក៏ជាផ្លូវទៅនិព្វានគឺកន្លែងហ្នឹងមិនដឹងថាញាតិពធណាស្ដាប់យល់ទេណាខ្ញុំនិយាយរៀងជ្រៅបន្តិចប៉ុន្តែបើមិននិយាយមិនកើតហ្នឹងហើយត្រូវតែនិយាយខ្លះសង្ឃឹមថាមានញាតិខ្លះលោកអាចស្ដាប់បាននឹងហើយលោកអាចស្ដាប់បានខ្ញុំសូមថ្វាយបង្គំសូមជម្រាបលា